bật thở ấy bật từng tay phân mà không mà mẹ mẹ ok tao nghe ngày đi nhưng mà thôi con sẽ chụp bằng tia ngày hai miền mỹ cầu đi mỗi chạm mà chuối cầu trong vậy hai cái hai chuối mà hộp chuối thơm hộp chuối trắng á ngày mà tặng chuối được cổ mà từ đây tới chơi cái này cái nhé trong chuối hàn phòng này phòng này cho một cái hiến á hai là cái dân thôi ấy gì trong xa trong đằng trong cái xá này sau tới cửa lại vừa từ rồi mai cho mà thôi đó cho mình apply cái đấy rồi việc này ca kho bằng tía trong tại bầu láiคือយើងហាន់សាច់ជ្រូកអញ្ចឹងទៅហាន់ដុំៗអីចឹងណាមកល្មមចង់និយាយថាមិនពេលលឺស្ដាងពេកអញ្ចឹងដោយសារយើងត្រូវការមកទុកយូរអញ្ចឹងក៏ប៉ុន្តែខ្ញុំជាលើកទី1ដែរខ្ញុំហ៊ានខហើយខ្ញុំមើលតាម YouTube មើលអីដូចគ្នាទេក៏ប៉ុន្តែគាត់ថាបានធ្វើមកហូបអីប្លែកអីចឹងដែលអត់សូវធ្វើអញ្ចឹងក៏ចង់ថតចង់អីលេងដើម្បីចែកម្លែកអីចឹងទៅហ្នឹងហើយអញ្ចឹងខ្ញុំហាន់រៀងប៉ុណ្ណឹងដុំខ្លះរៀងហ្នឹងហើយចង់និយាយថាវារៀងធំៗមកខ្លះល្មមអញ្ចឹងទៅខ្លះរៀងជ្រូកដៃអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងហាន់ហើយអញ្ចឹងយើងចាប់ផ្ដើមមកប្រឡាក់គ្រឿងខ្ញុំដាក់ម្សៅស៊ុបពីលភៀបបាយហ្នឹងហើយបន្ទាប់មកយើងដាក់ជាមួយនឹងទឹកត្រីចាហើយបន្ទាប់មកទៀតគឺយើងដាក់នឹងទឹកស៊ីអ៊ីវចាដាក់ពីលភៀបដូចគ្នាហើយខ្ញុំប្រើជាមួយនឹងទឹកស៊ីអ៊ីវខាប់មកលភៀបដែរដើម្បីឲ្យវាយកពណ៌ស្អាតអញ្ចឹងខ្ញុំដាក់ស្ករសបន្តិចដែរដោយសារយើងដាក់តែបន្តិចឲ្យវាមានជាតិក្នុងនេះហេអញ្ចឹងពេលដែលយើងដាក់លើឆ្នាំយើងនឹងកំឡោចស្ករហើយយើងដាក់ម្រេចបន្តិចដែរចាយើងច្បល់ប្រឡាក់ដើម្បីឲ្យគ្រឿងចូលគ្នាអញ្ចឹងហ្នឹងហើយមិញហ្នឹងផ្លេចដាក់ខ្ទឹមអញ្ចឹងមកបុកខ្ទឹមតាមក្រោយអូខេខ្ទឹមហើយយើងចាប់ផ្ដើមយកខ្ទឹមហ្នឹងយកទៅអែតចូលបន្ថែមហើយយើងច្បល់ឲ្យវាចូលជាតិបន្តទៀតណាហ្នឹងហើយអូខេអញ្ចឹងគ្រឿងយើងរួចរាល់អស់ហើយគឺយើងចាប់ផ្ដើមទៅស្ងោរពងទាអញ្ចឹងខ្ញុំស្ងោរចំនួន7គ្រាប់ស្ងោរឆ្អិនគឺយើងបកឲ្យស្អាតអញ្ចឹងអូខេអញ្ចឹងយើងរៀបចំមកស្អាតហើយគ្រឿងក្រៅរបស់យើងអញ្ចឹងយើងចាប់ផ្ដើមដាក់ឆ្នាំងយើងបើកហ្គាសមកយើងដាក់ឆ្នាំងចូលយើងទុកឲ្យរៀងក្តៅតិចយើងចាប់ផ្ដើមដាក់ស្ករពាងកំឡោចណាស្ករក្រហមអញ្ចឹងយើងប្រើស្ករក្រហមវាឈ្ងុយឆ្ងាញ់ហើយនឹងវាពណ៌ក្រហមល្អអញ្ចឹងយើងចាប់ផ្ដើមដាក់វាឲ្យឡើងជើងក្រងអញ្ចឹងមកហើយយើងថែមខ្ទឹមបន្តិចដើម្បីឲ្យកាន់តែឈ្ងុយអញ្ចឹងបន្តមកទៀតគឺយើងចាប់ផ្ដើមដាក់ជាមួយនឹងសាច់ដែលយើងប្រឡាក់ទុកមិញហ្នឹងគឺយើងដាក់ចូលទាំងអស់មកហើយកូរច្បល់ឲ្យវាចូលជាតិណាហើយទុកវាឲ្យវារៀងស្ងួតទឹកបន្តិចឲ្យវាឡើងពណ៌ក្រហមអញ្ចឹងហ្នឹងហើយអញ្ចឹងអានេះក៏ប៉ុន្តែខ្ញុំថែមទឹកបន្តិចហ្នឹង2ដងហើយអញ្ចឹងខ្ញុំចង់ឲ្យវាឆ្អិនសាច់ចូលជាតិនៅក្នុងសាច់ហ្នឹងហើយឡើងក្រហមល្អអញ្ចឹងណាហ្នឹងហើយបន្ទាប់មកខ្ញុំដាក់ពងទាចូលខ្ញុំដាក់ពងទាចូលហើយខ្ញុំកូរច្បល់ប៉ុន្តែអត់ឲ្យប៉ះពងទាយើងខ្លាចបែកតែអញ្ចឹងណាបន្តមកទៀតយើងចាប់ផ្ដើមចាក់ទឹកចូលអញ្ចឹងចាក់ទឹកចូលឲ្យផ្លិចពងទាហ្នឹងមកអញ្ចឹងយើងចាប់ផ្ដើមមកងាស់វាទុកអញ្ចឹងណាឲ្យវាផុយហើយនឹងឆ្អិនល្អចូលជាតិល្អអូខេអញ្ចឹងយើងរួចរាល់ហើយតែប៉ុណ្ណឹងគឺយើងចាប់ផ្ដើមមកឲ្យវាហេងទឹកតិចទៅយើងអាចញ៉ាំបានហើយ